ខ្ញុំអត់ទាន់ចេះថ្លឹងសម័យកាលទេលោកគ្រូចូលវិញឌីប្លុំឆ្នាំ2027ហើយកុំព្រួយប្អូនកុំព្រួយមានលោកគ្រូនៅនឹងឲ្យប្អូនកុំភ័យលោកគ្រូផ្លុំបល័យតាមមួយផែតប្អូននឹងចេះហ្មងប្អូនមកតាមបានជាមួយលោកគ្រូទាំងអស់គ្នាណាប្រមូលណាក្នុងការថ្លឹងសម័យកាលគឺយើងធ្វើយ៉ាងណាឲ្យចំនួនអាតូមនៃអង្គធាតុប្រូតូកូលស្មើចំនួនអាតូមនៃអង្គធាតុកកើតអ៊ីដ្រូសែនខាងអង្គធាតុប្រូតូកូលមាន2អង្គធាតុកកើតក៏មាន2ដែរស្មើណាបងណាស្មើចំណែកអុកស៊ីសែនខាងនេះមាន2អានេះមានតែមួយទេបងអត់ស្មើគ្នាទេបងអត់ស្មើគ្នាទេបងគុណនឹង2មកណែបងគុណនឹង2មកនៅពេលដែលបងគុណនឹង2អ៊ីដ្រូសែនស្រាប់តឡើង4ទេបងនេះ2គុណ2បាន4ចំណែកអុកស៊ីសែន2នឹង2ស្មើប៉ុន្តែអ៊ីដ្រូសែនអត់ទាន់ស្មើទេខាងនេះមាន4អានេះមានតែ2ទេបងគុណនឹង2មកភៀងស្មើបាត់បងស្មើបាត់តែម្ដងណាអាសូតខាងនេះមាន2អានេះក៏មាន2ដែរស្មើប៉ុន្តែអុកស៊ីសែនអត់ស្មើទេបងឃើញទេបងអុកស៊ីសែនអត់ស្មើទេអានេះមាន2អានេះមាន5អត់ស្មើគ្នាទេបើសិនជាបងឃើញ5អញ្ចឹង40ទេបង40យើងគុណនឹង2បង40យើងគុណនឹង2ណានៅពេលដែល40គុណនឹង2អុកស៊ីសែនឡើងប៉ុន្មានទេបងនេះ5គុណនឹង2 10 5គុណនឹង2 10អានេះមានតែ2ទេបងគុណនឹង5មកនៅពេលដែលបងគុណនឹង5អុកស៊ីសែនខាងនេះ10អានេះក៏10ស្មើចេះចំណែកអាសូតនៅពេលដែលយើងគុណនឹង2ឡើង4ហើយបងឡើង4ហើយខាងនេះមានតែ2ទេបងគុណនឹង2ដែរមកគឺរួចជាការស្រេចតែម្ដងបងគឺរួចជាការស្រេចតែម្ដងចូលកងវិញឌីប្លុំឆ្នាំ2027ត្រូវការឯកសារជំនួយឲ្យ9អត់តន់ចេះថ្លឹងសម័យកាលអត់តន់ចេះបកកើតរមុនគីមីអត់តន់ចេះហៅឈ្មោះសមាធិឬក៏ចង់បានជាមេរៀនសង្ខេបក៏ដូចជាវិញ្ញាសានេះមាន2ក្បាលនេះទៅដឹងតែហ្មង9រកនេះបាទចំណែកសភៅនេះគឺជាកម្រោះវិញ្ញាសាទាំង50កម្រោះវិញ្ញាសាទាំង50ហ្នឹងមានទាំងប្រចាំខែឆមាសហើយនឹងឌីប្លុំទៀតណាបងប្អូន50វិញ្ញាសាហ្នឹងគឺមានចម្លើយទាំងអស់ជូនបងប្អូនអរគ្នាអញ្ចឹងបើសិនជាបងប្អូនអរគ្នាត្រូវការនេះភ័យរបស់លោកគ្រូហ្នឹងបងប្អូនសុកលីឡាយសើចតែពាក្យថាសុកលីឡាយគឺឃើញភ័យរបស់លោកគ្រូតែម្ដងមកតាមដានជាមួយលោកគ្រូបន្តទៀតបងប្អូនអត់យើងមើលម្ដងមួយនេះបងប្អូនយើងមើលដៃមុនគេបាទដៃខាងនេះមាន1អានេះក៏មាន1ស្មើបងប្អូនណាបាទស្មើអ៊ីដ្រូសែនខាងនេះមាន1អង្គធាតុកកើតមាន2អត់ស្មើគ្នាទេបងអត់ស្មើគ្នាទេហើយចំណែកក្លូខាងនេះមាន1អានេះមាន2ក៏អត់ស្មើគ្នាដែរអញ្ចឹងបងប្អូនគុណនឹង2នេះថ្លឹង1បាន2ព្រួញ1បាញ់បានចាប់2បងប្អូនគ្នាណាហ្នឹងចំណុចខយើងមើលដូចគ្នាបងប្អូននេះសង្កសី1អានេះក៏មាន1ស្មើអុកស៊ីសែន2អានេះមានតែ1ទេគុណនឹង2មកនេះនៅពេលដែលបងប្អូនគុណនឹង2សង្កសីឡើងប៉ុន្មានទេបងសង្កសីឡើង2អានេះមានតែ1ទេបងប្អូនគុណនឹង2ដែរមកគឺរួចជាការស្រេចតែម្ដងបងប្អូនអរគ្នាណាហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចែករំលែកវីដេអូនេះឲ្យលោកគ្រូម្នាក់មួយផងអរគុណច្រើន